ខ្ញុំណាបើអត់បានអានខមមិនបងប្អូនយើងអធិស្ឋានខ្ញុំនឹងព្យាយាមអានជូនបងប្អូនយើងបាទទុកបានពីស្លាប់ខាងស្ដាំមួយហើយក៏កាត់ចូលឱកាសរបស់ប៉ូទុយហ្គាល់ណែកាត់មកថែមចូលបាត់ទៅហើយក្រុមជម្រើសជាតិក្រោមអាយុក្រោម17ក្រុមជម្រើសជាតិប៉ូទុយហ្គាល់នាំមុខក្រុមជម្រើសជាតិអូទ្រីសនៅនាទីទី32នេះអយល្អមែនទែន silent goal ពីកីឡាករលេខ9របស់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់ Enisio Cabral អាចទៅទាត់ចូលធ្វើដើរសន្សំអត់មាន reaction celebration អីទេគឺបាទការរៀបចំពិតជាស្រស់ស្អាតមែនទែនបងប្អូនយើងពិតជាស្រស់ស្អាតណាស់ដូចយេឲ្យទៅស្លាប់ខាងស្ដាំស្រូចូលទៅខាងក្នុងបាទអូទ្រីសលេងល្អមែនទែនបងប្អូនយើងអូទ្រីសត្បិតតែបងប្អូនយើងមិនសូវចាប់អារម្មណ៍ប៉ុន្តែការលេងរបស់គាត់ល្អណាស់ឱកាសរបស់ប៉ូទុយហ្គាល់ទៅឱកាសរបស់ប៉ូទុយហ្គាល់ទៅផាយមួយមកចេះស្ដាំបាទលេខ7របស់ប៉ូទុយហ្គាល់ Duarte Cunha ផាយកាយមួយល្អណាស់ពី Enisio Cabral នេះលេខ9ទៅបងប្អូននេះរៀងតម្លាក់លបឿនបន្តិចផាយមួយលាំមកជើងខុសគោលដៅណែបាទសម្រុកទៅម្ដងហើយក៏មានឱកាសទាត់ខុសគោលដៅទេស្រាវដល់កហើយវគ្គ final បងប្អូនយើងបាទទៅហើយបាល់ជ្រុងរបស់អូទ្រីសចាប់បានពីខូញ៉ារ៉ូមេអូខូញ៉ាតម្លាក់បាល់ទាត់លឿនឱកាស counter ទៅឲ្យមួយស្មារបស់យោអានេះលឿនដល់កឱកាសចេញមក1-0 បាត់ចូលចំអញ្ញាកដាតឲ្យមិនត្រូវឲ្យអូនឯងទៅទាត់គេឯងទៅបុកគេណាចប់បាត់ហើយបាទពីណៃបាត់ហើយកុំអីហ្នឹង1-0បាត់ហើយអានោះទៅច្រើនគេឱកាស counter មកវិញហើយក៏ឃ្លៀបានមកជើងស្ដាប់ជួយបានអ្នកចាំតិចអានោះកដាមកទៀតថែមមកវិញហើយលឿនណាស់លោកម្ចាស់ហើយឱកាស counter ទៅវិញក្មេងៗនេះលេងអត់ខ្លាចគ្នាមែនណានេះឱកាសពីស្លាប់ខាងស្ដាំកើបដាច់ខ្សែការពារមកបានប៉ះអ្នកចំទីលាំងមកជើងទៀតកដាលមុខហើយក៏មកជើងជួយបានពី Furtado ណែតែស្នាមដងទៀតជួយបានពីអ្នកចាំទីល្អណាស់ហើយក៏ថែមមកជើងឆ្វេងត្រូវកដាលមុខខ្សែការពារហើយក៏ថែមមកជើងទៀតដល់កតែម្ដងណែកីឡាករខ្សែការពាររបស់ប៉ូទុយហ្គាល់នេះល្អមែនទែនបាទ Enisio Cabral ទៅម្ដងទៀតពីក្រុមជម្រើសជាតិប៉ូទុយហ្គាល់លេខ8ទះចូលទៅខាងក្នុងប្រធានក្រុម Rafael Quintas ទស្សនាម្ដងទៀតបងប្អូនយើងលេងពីបាទស្លាប់ខាងស្ដាំទាញចុះទាញឡើងកាត់មកនេះលេខ9នេះមិនបានគាត់ថែមអត់ត្រូវអញ្ចឹង Enisio Cabral លាងមកជើងបន្ថែមទៀតពីកាប៉ាតេនក្រុមខ្ញុំណាបើអត់បានអានខមមិនបងប្អូនយើងអធិស្ឋានខ្ញុំនឹងព្យាយាមអានជូនបងប្អូនយើងបាទទុកបានពីស្លាប់ខាងស្ដាំមួយហើយក៏កាត់ចូលឱកាសរបស់ប៉ូទុយហ្គាល់ណែកាត់មកថែមចូលបាត់ទៅហើយក្រុមជម្រើសជាតិក្រោមអាយុក្រោម17ក្រុមជម្រើសជាតិប៉ូទុយហ្គាល់នាំមុខក្រុមជម្រើសជាតិអូទ្រីសនៅនាទីទី32នេះល្អមែនទែន silent goal ពីកីឡាករលេខ9របស់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់ Enisio Cabral អាចទៅទាត់ចូលធ្វើដើរសន្សំអត់មាន reaction celebration អីទេគឺបាទ
silent goal តែម្ដងតែស្នាមម្ដងទៀតកាបាញ់ពី Furtado ឲ្យទៅស្លាប់ខាងស្ដាំទុកពីDuarte Cunha ក៏កាត់ចូលមកខាងក្នុងលេងគៀសជាមួយនឹងខ្សែបំរើប្រយុទ្ធកាត់មកអត់មាន offside ទេសុទ្ធបញ្ចូលទីហើយក៏ដើរធ្វើជាមិនដឹងប្រៀបទៅដូចជាជូត Bellingham សុទ្ធចូល Barcelona អញ្ចឹងណែកាត់ចូលមកភ្លឹបគេធ្វើមិនដឹងគេធ្វើមិនលឺហើយក៏បើមានក្របបាល់1-0បាត់ទៅហើយការលេងដ៏ប៉ិនប្រសប់ពីក្រុមជម្រើសជាតិអ៊ុយ17ប៉ូទុយហ្គាល់អាយយបងប្អូនប្រិមិត្តទស្សនិកជនជាទីស្នេហាហើយលេងល្អម្ល៉េះបើខ្សែការពារមករូបស្លាប់ខាងឆ្វេងនេះមាន Furtado តតធ្លាក់ហើយអាយយតតធ្លាក់ហើយក៏ប៉ុន្តែអត់ចំគោលដៅទេ Furtado នេះកម្លាំងជើងអូអាប្អូនឯងតតឆ្ងាយណាស់ហាតតឆ្ងាយពេកទៅហើយតតឆ្ងាយពេកយ៉ាងណាក៏ស្កាត់បាល់ពីប្រធានក្រុមឲ្យទៅទៀតហើយប៉ូទុយហ្គាល់សម្រុកទៀតហើយសម្រុកហើយក៏សម្លឹងណាឲ្យទៅនេះលេខ9 Enzio Cabral លើតែតមកក្បាលអាយយលេខ10ហើយមីដេអាប្អូននេះស្តៀងវីទីញ៉ាធ្វើម៉ូតសក់អញ្ចឹងកុំធ្វើចឹងបងច្រឡំមកបើបាទនេះតែតមកក្បាលមកអូយបាទនេះលើកពីហើយដែលខ្ញុំត្រូវឡាយក៏មានដែរឡើងមកជើងស្ដាំពីក្រុមជម្រើសជាតិអ៊ុយ17អូទ្រីសបាត់ហើយបាទចង់បានមកក្របទៀតដើម្បីទំនុកចិត្តបាទអត់អីទេបាទវគ្គផ្ដាច់ប្រត់គាត់លេងល្អហើយក្រុមជម្រើសជាតិប៉ូទុយហ្គាល់បាទទាញ1ទាញ2ផុតហើយក៏ទៅខាងលើស្រួលមកហើយមកលាងមកជើងកាត់ចូលមកក្បាលឃ្លីបខ្សែការពារឡើងមកជើងឆ្វេងអូយបាទក្មេងៗស្ទើបុតបន្តិចបងប្អូនស្ទើបុតបន្តិចបាទនេះការលេងដ៏ល្អប៉ិនប្រសប់មែនតើកីឡាករលេខ2 Daniel Benjaqui នេះហើយក៏ឡើងមកជើងឆ្វេងពីកុំមិនស្គាល់នោះទេឲ្យតែបងប្អូនយើងស្គាល់បាទអត់អីទេហើយការលេងមកវិញហើយក្រុមជម្រើសជាតិអូទ្រីសបុកទៅទៀតហើយចិត្តស្តុបទូបារ៉ូអ៊ីស៊ុំក្លឹបអូណែអ្នកស្គាល់តែមកក្បាលអាយូជួយបានពីអ្នកចាំទីរបស់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់ប៊ីថៃបងប្អូនយើងប៊ីស្រួលបួលតិចណាប៉ូទុយហ្គាល់តែមកក្បាលមកក៏រំលងរបស់ទីដល់តែសិនហើយអត់អីទេបាទអូអាក្មេងៗមិនដែលកម្ពស់វាដល់កបាទចូលកម្លាំងថ្មីមកហើយតែមកក្បាលចេញខ្សែការពារទៅម្ដងទៀតលាងមកជើងស្ដាំអូឡោះអាយយអាលបលយកទាត់មកជើងនេះល្អណាស់ស្មានទៅចូលបាត់ហើយអូស្មានតែចូលបងប្អូនយើងផ្ទះស្នាមម្ដងទៀតការទប់មួយហើយក៏ឡើងមកជើងស្ដាំអូសំណាងល្អហួសសំណាងល្អហួសនេះទៅហើយក៏ទប់មកឡើងមកជើងភ្លឹបអូបកុលទីកីឡាករលេខ14របស់ក្រុមបាទនេះឱកាសរបស់អូទ្រីសស្រូទៅស្លាប់ខាងស្ដាំអាយយអាឡបលយកទៅទៀតបាទស្រូមកបានល្អហើយក៏បាទកាត់ចូលដាស់បាល់ចេញពីខាងក្រៅអូអូយសារូស្រីវឡើងចេញទឹកប្រាដអើយនេះឲ្យមកដូចអបសាយឯងបាទកាត់ចូលមកចំអត់អបសាយអា2-0ទៅអាពៅអីមិនទៅក្រុមជម្រើសជាតិប៉ូទុយហ្គាល់ឲ្យមកស្លាប់ខាងស្ដាំទប់បាល់ល្អទេហើយក៏ទៅម្ដងទៀតកាត់ចូលកាត់មកចេញទៅខាងក្រៅបាត់ហើយអស់ម៉ោងហើយតោះបើកលុយយើងទៅអ៊ីស៊ូមហៅខ្ញុំទៅផងបងប្អូនយើងអបអសាតូក្រុមជម្រើសជាតិអាយុក្រោម17ឆ្នាំក្រុមជម្រើសជាតិបញ្ចខាលប៉ូទុយហ្គាល់យកឈ្នះ1-0ទៅលើក្រុមជម្រើសជាតិអូទ្រីស17ឆ្នាំនៅវគ្គផ្ដាច់ប្រត់ពានរង្វាន់ FIFA World Cup នៅឯប្រទេសកាតាឆ្នាំ2025អរគុណច្រើនបងប្អូនទស្សនិកជនយើងឃើញហើយម្ចាស់ជើងឯកនៅក្នុងឆ្នាំនេះសម្រាប់បាទឈុតយុវជនណែអាប្អូនគេថាណែក្រុមជម្រើសជាតិខ្ញុំណែ Vamos អបអសាទរហើយក៏ចូលរួមសោកស្ដាយក្រុមជម្រើសជាតិបាទអូទ្រីសសម្រាប់ការរងបរាជ័យបាទនៅក្នុងការប្រកួតនេះយើងក៏សោកស្ដាយអ្នកឈ្នះក៏យើងអបអរអ្នកចាញ់ក៏យើងចូលរួមសោកស្ដាយទាំងអស់គ្នានេះអ្នកគ្រប់គ្រងក៏មានការសប្បាយចិត្តរហូតដល់ស្រក់ទឹកភ្នែកផងដែរ
ក្រុមកីឡាករទាំងអ្នកចាំទីអ្នកបំរុងកីឡាករទាំងអស់គ្រូបង្វឹកក្រុមការងារមកអោបដើម្បីអបអរគ្នាហើយក៏ទៅចាប់ដៃបាទគូប្រកួតរបស់ខ្លួនដើម្បីលើកទឹកចិត្តថាកុំអោយបាក់ទឹកចិត្តព្រោះខ្ញុំលេងដើម្បីជាតិខ្ញុំដើម្បីតំណាងជាតិដើម្បីជ័យជំនះរបស់ខ្ញុំអញ្ចឹងបាទអ្នកឯងលេងតទៅនឹងខ្ញុំចាញ់នៅថ្ងៃនេះថ្ងៃក្រោយខ្ញុំនឹងជូនពរដើម្បីឈ្នះនៅ